សួស្តីថ្ងៃនេះមកបង្ហាញពីការដាក់ចំណីឆ្មាតាំងពីកើតរហូតដល់ធំនេះជាប្រភេទអាហារសាមសម្រាប់កូនឆ្មាដែលមានអាយុចាប់ពី1ខែឡើងទៅវាជាប្រភេទអាហារដែលមានវីតាមីនល្អៗសម្រាប់សរីរាង្គកូនឆ្មាទើបកើតរួមផ្សំជាមួយនឹងចំណីសើមយើងក៏គួរឲ្យទៅរកប្រពេឲ្យកូនឆ្មាដែលទើបតែមានអាយុ1ខែហ្នឹងញ៉ាំដែរព្រោះវាមានកាល់ស្យូមហើយនឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់គាត់រឹងមាំនៅពេលដែលកូនឆ្មាមានអាយុ2ខែដល់ពេលដែលគាត់ត្រូវកាច់ដកយើងគួរតែបដូរចំណីសើមឲ្យគាត់មកញ៉ាំជាប្រភេទកញ្ចប់ពេញព្រោះវាមានវីតាមីនច្រើនមានច្រើនរសជាតិហើយនឹងច្រើនក្លិនមើលឆ្មាខ្ញុំដកចេញពីកែអត់តនេះគឺរត់មកឲ្យចូលចិត្តសម្រាប់បរិស័ទរបស់ខ្ញុំបន្ទាប់ពីឲ្យចំណីសើមញ៉ាំបានទឹកហើយគឺខ្ញុំនឹងចាប់ផ្ដើមឲ្យគាត់ញ៉ាំចំណីគ្រាប់ម្ដងព្រោះវាងាយស្រួលហើយវារៀងថោកជាងចំណីកញ្ចប់នឹងដែរឬមួយក៏ឆ្លាស់គ្នាឲ្យគាត់ញ៉ាំក៏បានដែរពីថ្ងៃចំណីគ្រាប់មួយថ្ងៃចំណីសើមដល់ពេលដាក់ឲ្យជាប្រភេទនំអាហ្នឹងគេហៅអាហារស្រាប់ឆ្មាទឹកយើងឲ្យគាត់បានដល់ពេលដែលយើងចង់បរៀនឲ្យចេះលើកដៃលើកជើងអីចឹងណាដល់យើងត្រឡប់ទៅយកអាចំណីហ្នឹងសម្រាប់ជានុយបោកឆ្មាយើងតែចំណីញ៉ាំលេងហ្នឹងមិនចាំឲ្យរាល់ថ្ងៃយូរឲ្យម្ដងបានហើយមួយទឹកម្ដងឬមួយទឹកពីរដងទៅប្រយ័ត្នតិចចំណីដែលខ្ញុំរៀបរាប់តាំងពីដើមរហូតដល់ចប់នេះមិនញ៉ាំបានតែកូនឆ្មាមេឆ្មាយាយឆ្មាញ៉ាំបានទាំងអស់អាហ្នឹងសាច់តែយើងចង់ឲ្យអញ្ចឹងណាគាត់ថាកូនឆ្មាគាត់ញ៉ាំទៅវាមានសុវត្ថិភាពអ្នកខ្លះគាត់ឆ្ងល់ថាចំណីឆ្មាមិនក៏ច្រើនមកច្រើនម៉ែម៉េក៏ប៉ុន្តែអាឆ្មាទៅកើតបានខែហ្នឹងយើងឲ្យគាត់ញ៉ាំចំណីគ្រាប់បានទេដោយសារតែកាពះនៅខ្សោយបើឲ្យញ៉ាំទឹកនេះទឹកហ្នឹងអាចឈឺក៏បានដែរហើយបើគាត់ឲ្យញ៉ាំទឹកចំដំបូងណាខ្ញុំអត់ដឹងគាត់ខ្ញុំយកចំណីគ្រាប់ហ្នឹងឲ្យញ៉ាំប៉ុន្តែខ្ញុំស្រុះមួយទឹកក្តៅឲ្យវាទុនហើយបានខ្ញុំឲ្យញ៉ាំនិយាយទៅគាត់នឹងវិញឆ្ងាយបាត់ពិសោធន៍យើងនៅស្ទើដល់ពេលលើបាត់ពិសោធន៍ពេញខ្លួនតែក៏អស់លុយតាមនឹងដែរតែបញ្ជាក់ម្ដងទៀតអានេះដោយសារតែយើងចូលចិត្តហើយចំណងចំណូលចិត្តយើងគឺពេញចិត្តនឹងការចិញ្ចឹមឆ្មាដែរហើយឃើញទេដេកត្រៀបត្រាបន្ទាប់ពីញ៉ាំចំណីហើយអានេះគាត់ជាការចែករំលែកបទពិសោធន៍ឲ្យទាំងអស់គ្នាទេបាយបាយ